បើសិនជាចង់ទិញ condo បែបខ្ចីលុយគេមានការប្រាក់មករំលោះយក condo ខ្ញុំអត់ណែនាំទេហើយសម្រាប់អ្នកដែលគាត់មានបំណងបងរំលោះ condo ដោយទៅខ្ចីលុយគេហើយមានការប្រាក់បើអញ្ចឹងណាខ្ញុំអត់ណែនាំទេទី1 condo វាអត់ឡើងដូចផ្ទះទេអញ្ចឹងបើសិនជាក្នុងករណីថាចង់រំលោះអស់ការប្រាក់ប៉ុន្តែចង់ជ្រើសរើសរវាង condo ហើយនឹងផ្ទះខ្ញុំណែនាំឲ្យទៅផ្ទះវាអាចឡើងបានច្រើនជាងទី2យើងទិញហ្នឹងគឺទិញដើម្បីអីយើងទិញដើម្បី investment មានន័យយើងទិញហើយយើងដាក់ជួលបាន monthly income ឬក៏យើងចង់ទិញគ្រាន់តែថាយើងទុកទិញដើម្បីជាទ្រព្យដើម្បីឡើងទៅអនាគតយើងលោកចេញខ្ញុំអត់ណែនាំក្នុងការឲ្យខ្ចីលុយគេមានការប្រាក់ហើយយកមកទិញ condo ទុកដើម្បីរំពឹងថាវាឡើងខ្ញុំគិតថាមិនមែនជាជំរឿនល្អទេព្រោះការប្រាក់នៅស្រុកខ្មែរយើងក៏រៀងច្រើនដែរមែនទេ8 9%វាទៅតាមធនាគារទៅតាមលក្ខខណ្ឌនេះចឹងទៅចុះបើថាចង់ទិញ condo ទិញរបៀបម៉េច condo បើទិញទី1ខ្ញុំណែនាំថាបើទិញយើងរក payment term ណាដែលយើងរំលោះបងលុយសុទ្ធបងដើមសុទ្ធអត់មានការអញ្ចឹងថា3ឆ្នាំឬក៏5ឆ្នាំយើងចរចាមួយម្ចាស់គម្រោងទៅបើគេអូខេជាមួយនឹងលក្ខខណ្ឌហ្នឹងយើងបង់ហើយយើងលុះទៅទី2យើងត្រូវជួលចិនមានន័យថាយើងត្រូវរើសគម្រោងដែរដូច condo ខ្ញុំទី1នោះគឺខ្ញុំអាចជួលបានរហូតអញ្ចឹងទៅចឹងវា produce passive income ឲ្យខ្ញុំជារៀងរាល់ខែដែរអញ្ចឹងយើងត្រូវមើលមែនតើអំពីម្ចាស់គម្រោងនៃការសង់ condo ហ្នឹងថាតើយើងអាចទុកចិត្តបានយើងទិញហើយយើងអាចមានឱកាសជួលចេញបានខ្ពស់ឬក៏អត់ទេចឹងសរុបមកវិញបើសិនជាចង់ទិញ condo បែបខ្ចីលុយគេមានការប្រាក់មករំលោះយក condo ខ្ញុំអត់ណែនាំទេខាតច្រើនទោះបីជាជួលបានមកវិញក៏ខ្ញុំគិតថាមិនស៊ីសមជាមួយនឹងការប្រាក់ដែលយើងបង់ដែរហើយបើសិនជាចង់ទិញទី1រើសប្រជិតណាដែលយើងអាចទុកចិត្តបានម្ចាស់គម្រោងដែលគេមានគេឈ្មោះល្អ condo គេងាយស្រួលចេញ facility គ្រប់គ្រាន់ងាយស្រួលជួលដល់អតិថិជនយើងអាហ្នឹងចាំយើងទិញអរគុណ